ចាជំរាបសួរបងប្អូនទាំងអស់គ្នាជារៀងរាល់រាត្រីនាងខ្ញុំតែងតែអានអត្ថបទមួយចានៅក្នុងសៀវភៅវិញ្ញាសាជីវិតចាដែលអត្ថបទអស់ទាំងនោះគឺជាស្នាដៃនិពន្ធរបស់អ្នកនិពន្ធសាស្ត្រថាអាចារ្យរាត្រីនេះក៏ដូចគ្នាដែរនាងខ្ញុំនឹងដកស្រង់អត្ថបទមួយដែលមានចំណងជើងថាចង់បានល្អទាំងដែលខ្លួនឯងមិនល្អចាបើគ្រាន់តែចង់រកមនុស្សល្អម្នាក់វាដូចជាមិនពិបាកពេកនោះទេប៉ុន្តែអ្វីដែលសំខាន់គឺសូម្បីតែខ្លួនឯងក៏មិនមែនជាមនុស្សល្អនិងមិនអាចធ្វើល្អតាមដែលខ្លួនចង់បានផងចាមនុស្សជាច្រើនស្រមៃចង់បានដៃគូជីវិតដែលល្អនៅខណៈដែលខ្លួនឯងមិនបានព្យាយាមធ្វើអ្វីល្អគួរជាទីស្រឡាញ់ពេញចិត្តសម្រាប់ខ្លួនឯងនៅឡើយផងយើងស្រមៃចង់បានមនុស្សម្នាក់ដែលយល់ចិត្តយើងស្រឡាញ់យើងស្មោះត្រង់ជាមួយយើងផ្ដល់ភាពកក់ក្ដៅឲ្យយើងផ្ដល់ស្នាមញញឹមសម្រាប់យើងទាំងដែលយើងខ្លួនឯងមិនធ្លាប់សួរខ្លួនឯងថាតើយើងបានធ្វើរឿងអ្វីខ្លះហើយសម្រាប់ខ្លួនឯងយើងបានធ្វើរឿងទាំងអស់នេះឬនៅសម្រាប់ខ្លួនឯងនិងសម្រាប់មនុស្សដែលនៅក្បែរខ្លួនយើងជួនកាលទៀតយើងបានព្យាយាមបង្កើតទំនាក់ទំនងច្រើនក្នុងពេលតែមួយហើយក៏ព្យាយាមយកទំនាក់ទំនងទាំងអស់នោះមកធ្វើការប្រៀបធៀបគ្នាដើម្បីសម្រេចជ្រើសរើសយកទំនាក់ទំនងមួយដែលល្អសម្រាប់ខ្លួនឯងយើងចង់ឲ្យគេផ្ដល់ភាពសំខាន់ចំពោះយើងប៉ុន្តែយើងខ្លួនឯងមិនអាចរកឃើញថាខ្លួនឯងមានភាពសំខាន់អ្វីខ្លះគ្មាននរណាម្នាក់អាចអះអាងថាខ្លួនបានជួបនឹងដៃគូជីវិតម្នាក់ដែលល្អឥតខ្ចោះនោះទេមានតែមនុស្សដែលហ៊ានធានាចំពោះសុភមង្គលរវាងដៃគូជីវិតដែលគេបានជ្រើសរើសតែប៉ុណ្ណោះមូលហេតុដែលមានមនុស្សជាច្រើនពេញចិត្តទំនាក់ទំនងរបស់គេជាមួយនឹងដៃគូនិងក្នុងនាមជាដៃគូម្នាក់គេដោយសារតែពួកគេម្នាក់ត្រៀមខ្លួនរួចរាល់ដើម្បីទទួលស្គាល់ការពិតថារវាងខ្លួនគេទាំងពីរគឺមានភាពខុសគ្នាដោយឡែកពីគ្នាចាពួកគេអាចនឹងមានការគិតខុសគ្នាខ្លះប៉ុន្តែម្នាក់នឹងតាំងចិត្តថាមិនគិតខុសចំពោះគ្នាឡើយចាគេយល់ច្បាស់ថាមនុស្សម្នាក់នឹងសាងកំហុសប៉ុន្តែបើម្នាក់បានដឹងខ្លួនថាជាម្ចាស់កំហុសនោះហើយព្យាយាមលើកទម្លាក់ឲ្យខ្លួនឯងទៅវិញទៅមកនោះរាល់កំហុសនឹងคล้ายទៅជាបទពិសោធន៍ដ៏អស្ចារ្យនៃទំនាក់ទំនងស្នេហាមួយរវាងមនុស្សពីរនាក់ចាជាទូទៅយើងនឹងអាចរកឃើញជាទូទៅយើងនឹងមិនអាចរកឃើញសុភមង្គលពិតប្រាកដបានឡើយបើយើងម្នាក់ចេះត្រឹមតែរំពឹងចង់បានភាពល្អឥតខ្ចោះរបស់ដៃគូជីវិតម្ខាងនោះចាប៉ុន្តែសុភមង្គលពិតប្រាកដនៅក្នុងទំនាក់ទំនងរវាងដៃគូគឺម្នាក់ចេះទទួលស្គាល់រាល់ចំណុចខ្វះចន្លោះរវាងគ្នានឹងគ្នាហើយជួយបំពេញបន្ថែមឲ្យគ្នាកែតម្រូវឲ្យគ្នាម្នាក់ចាដៃគូដែលមានសុភមង្គលគេនឹងមិនព្យាយាមដណ្ដើមយកគុណសម្បត្តិល្អសម្រាប់ដាក់ឲ្យខ្លួនឯងទេប៉ុន្តែគេព្យាយាមចែកគុណសម្បត្តិល្អជាមួយគ្នាហើយសុំខ្លួនធ្វើជាចំណែកនៃអ្នកដោះស្រាយបញ្ហានិងតែងតែសុំខ្លួនទទួលយកចំណែកនៃកំហុសឆ្គងជានិច្ចក្តីស្រឡាញ់ដែលយើងទទួលបានពីមនុស្សម្នាក់វាមិនគួរជាទ្រង់សម្រាប់ឃុំឃាំងបេះដូងតែមួយគត់របស់យើងនោះទេវាគួរតែពន្លឺដែលជួយបំភ្លឺបេះដូងឲ្យភ្លឺថ្លាហើយជាកម្ដៅដែលជួយស្អំការឈឺចាប់ដែលមានសេសសល់ពីអតីតវាគួរតែជាការដូរដ៏ស្រស់ស្អាតមួយដែលបេះដូងទទួលបានមកជាមួយនឹងក្តីរំភើបរីករាយនឹងមិនអាចបំភ្លេចបានដោយងាយប៉ុន្តែបើសេចក្តីស្រឡាញ់ដែលស្រស់ស្អាតដូចជាទ្រង់មាសវាក៏គ្មានអ្វីគួរឲ្យរំភើបក្រៅពីធ្វើឲ្យម្នាក់មានអារម្មណ៍ធុញទ្រាន់ចំពោះគ្នាទៅវិញទៅមកតាមពេលវេលាហើយចុងក្រោយក៏សម្រេចចិត្តបែកផ្លូវគ្នាដើរ
រៀងខ្លួននោះដែរទោះបីជាយ៉ាងណាក៏ដោយវាក៏គ្មានប្រយោជន៍អ្វីដែលស្នេហាត្រូវសាងឡើងដោយការអង្វរសុំឲ្យគេអាណិតនិងផ្ដល់ឲ្យនៅក្តីស្រឡាញ់ចំពោះយើងទាំងដែលការពិតគឺយើងនៅមិនសមនឹងទទួលបានវាមកវាគ្មានប្រយោជន៍ចំពោះការសោកស្ដាយព្រោះតែគេមិនស្រឡាញ់តបចំពោះយើងដូចដែលយើងធ្វើចំពោះគេកន្លងទៅកាលណាយើងទុកជាខ្លួនយើងទុកជាប់ខ្លួនព្រោះតែមិនទទួលបានអ្វីមួយដើម្បីគិតស្រឡាញ់នោះវានឹងមិនមែនជាក្តីស្រឡាញ់ពិតប្រាកដទេវាគ្រាន់តែជាតម្រូវការសម្រាប់បំពេញសេចក្តីសុខនិងចំណង់របស់ខ្លួនតែប៉ុណ្ណឹងវាមិនមែនជាមោទកភាពដ៏គួរឲ្យរំភើបទេនៅពេលដែលមាននរណាម្នាក់ព្រមស្រឡាញ់និងយកដោយសារតែការអង្វរសុំការធ្វើឲ្យគេអាណិតដើម្បីទទួលយកចិត្តទុកដាក់គឺជាអ្វីដែលខ្ញុំមិនដែលធ្វើរហូតមកពីព្រោះខ្លែងខ្លាយហើយនោះជាការកុហកបោកប្រាស់ចំពោះខ្លួនឯងធ្ងន់ធ្ងរខ្ញុំគោរពចំពោះខ្លួនឯងណាស់ហើយនេះជាមូលហេតុដែលខ្ញុំគោរពចំពោះវត្តមានឬអវត្តមានរបស់នរណាម្នាក់នៅក្នុងជីវិតរហូតមកខ្ញុំដឹងច្បាស់ថាវានឹងឈឺចាប់ខ្លាំងណាស់នៅពេលដែលនរណាម្នាក់បានស្រឡាញ់យើងចង់បញ្ចប់ទំនាក់ទំនងជាមួយយើងប៉ុន្តែវាកាន់តែឈឺចាប់ខ្លាំងទៅពេលដែលយើងចង់ខាត់ឲ្យគេបន្តវាទាំងដែលដឹងថាចិត្តរបស់គេបានចាក់ចេញពីកន្លែងមួយដែលមានវត្តមានរបស់យើងបាត់ទៅហើយយើងអាចស្រឡាញ់នរណាម្នាក់ក៏បានប៉ុន្តែយើងមិនអាចទៅបង្ខំគេឲ្យស្រឡាញ់យើងបានទេកុំផ្លាស់ប្ដូរខ្លួនឯងដើម្បីគ្រាន់តែចង់ទទួលបានការស្រឡាញ់តបមកវិញយើងកើតមកដើម្បីក្តីស្រឡាញ់យើងកើតមកដើម្បីទទួលបានសេចក្តីស្រឡាញ់ហើយយើងក៏កើតមកដើម្បីផ្ដល់ក្តីស្រឡាញ់ចំពោះគ្រប់យ៉ាងប៉ុន្តែវាមិនមែនជាការដែលត្រូវបង្ខំនោះឡើយគ្រប់យ៉ាងគឺកើតឡើងស្របទៅនឹងដំណើរបង្វិលរបស់ពិភពផែនដីលើកលែងតែពេលវេលាប៉ុណ្ណោះដែលដើរបញ្ច្រាស់គ្នាចាអត្ថបទនេះរៀងវែងបងប្អូនចាអញ្ចឹងអត្ថបទដែលខ្ញុំបានអាននេះបានបញ្ចប់ទៅហើយចាសូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងចាស្ត្រីនេះសូមអរគុណសូមជម្រាបលា